bay dương chưa từ lơ ngay khai năm rư do thiệt mai từ tròn đã lơ cả pu chạy đây tiết cầu về nâu từ cò đó nên nhạc lắc mai dương ở hiện đặt thiệt mai ao nâu lơ té thế tăng ở cái này miền chìm nưa tham mấy bà đặt thiệt mai lơ té miền chìm nưa tham mấy thà áp của mang cô chẳng rai khai mau mà do tàu chỉ mui ấy chứ miền chìm nưa hồ si mình lao đặt thiệt mau lơ té ấy áp của mang cô chạy mui cho pi xong bay tận na cột nặng đo slap nâng băng lan kia ở chui đặt mau do từ sọc thơ bon phong cọc miền na hiện đặt đó nàng miền chìm nưa tham tha chọt mauจะ slap ហើយនេះដាក់ទៅអត់ចង្រៃអាមនុស្សនៅរស់នេះទៅអាខ្មោចនេះគ្នាមិនដឹងអីនឹងចង្រៃអាមនុស្សរស់នេះនឹងកុំទៅឆោតញោមឲ្យបើថាដាក់ធៀបម៉ែឲ្យលើផ្ទះចង្រៃអញ្ចឹងញោមស្រីអាត្មាដាក់តាមខ្លួនឥឡូវលេខដាក់តាមខ្លួនក៏តម្កល់នៅលើផ្ទះមកបងដាក់នៅលើផ្ទះអត់ឃើញអាត្មាចង្រៃយកមានប្រសក់ស្រឡាញ់បងកុំឆោតញោមការគោរពគុណម្ដាយឪពុកយើងបើយើងអត់មានលុយធ្វើចែកដីដាក់លើផ្ទះក៏អត់មានបញ្ហាដែរហើយអ្នកខ្លះមិនបានចែកដីដាក់អត់មានកន្លែងដាក់យកទៅផ្ញើលោកផ្ញើលោកឯលោកមិនមែនឲ្យម៉ែលោកណាដល់ពេលអញ្ចឹងចេះដាក់ទៅញោមឯងដាក់ទៅដាក់មុខប្រាំនឹងចេះនាំនេះដាក់ដល់ពេលលោកនេននេះយប់ឡើងទៅបួសខ្លាចខ្មោចលុយសូវឆ្ដាច់ឆ្មារត់ចុះរត់ឡើងស្អែកឡើងមកពីអាធៀតគេតំយកមកដាក់ហ្នឹងយកធៀតលួចយកទៅចាក់ដាក់ទឹកស្រះអស់នៅអាកោតទៅទេហើយកូននេះមកអត់ដឹងចេះថ្វាយអង្គមថ្វាយអាកោតទេអាធៀតលោកនេនយកទៅចាក់ដាក់ស្រះទឹកអស់ហ្នឹងហើយចឹងអានឹងអត់ហៅថាការគោរពគុណទេណែគោរពដូចញោមទាវអាដាមខំប្រឹងបូជាគុណម្ដាយឪពុកទោះបីម្ដាយឪពុកឃ្លាតព្រាត់នៅសល់តែអដ្ឋិហើយក៏នៅតែតម្កល់គាត់ក្នុងទីដ៏ខ្ពង់ខ្ពស់ចឹងហើយបានជាព្រះអង្គសម្ដែងលោកអ្នកប្រាជ្ញបញ្ជាក់ថាអ្នកណាបានតម្កល់មេដាបៃតាបានសាងបច្ច័យដីចុតិបដិសន្ធិមហអធិបតេយ្យនោះមានន័យថាជាធំលើគេកើតមកមិនដែលនៅក្រោមគេទេដោយសារយើងលើកគុណម៉ែឲ្យយើងឲ្យខ្ពស់ដែរហើយដល់ឲ្យយើងគោរពបូជាគុណព្រឹកល្ងាចវាទៅជាមហាទេជោជាបុគ្គលដែលដល់ទៅនៅដីចាស់ពាក្យថាដីចាស់ក្នុងទីនេះសំដៅដល់យើងទៅណាក៏គេលើកដៃសាពះយើងដែរយើងទៅកន្លែងណាក៏គេស្រឡាញ់យើងគេគោរពបូជាយើងដែរគេអោនលំទោនចំពោះយើងដែរដោយសារអីយើងបានអោនលំទោនគោរពម្ដាយឪពុកយើងដូចគ្នាហើយញោមឯងមិនបាច់និយាយជាតិមុខជាតិក្រោយញោមឯងចំណាំមកជាតិហ្នឹងមនុស្សណាដែលគោរពម៉ែគោរពអោនលំទោនចំពោះម៉ែអោនលំទោនចំពោះចាស់ព្រឹទ្ធាចារ្យមនុស្សហ្នឹងទៅណាក៏គេគោរពគាត់វិញដែរឃើញចឹងមែនទេញោមគេស្រឡាញ់គេគោរពឲ្យតម្លៃតាំងពីនៅរស់នោះមិនចាំដល់ស្លាប់ទៅបានប្រលោកទេសនាថាដល់ទៅនៅការគោរពទេតែឥឡូវហ្នឹងក៏ឲ្យកូនកំមុំណាទៅ6 7 10មិនតាន់នេះគោរពម៉ែគោរពអោនលំទោនម៉ែអោព្រឹកល្ងាចហ្នឹងម៉ែអោខ្ជិលឲ្យឆ្លើយពាក្យជាមួយគេទេមិនអញ្ចឹងណាញោមណាគេស្រឡាញ់គេចង់បានគ្រប់ទិសហ្នឹងអាហ្នឹងអញ្ចឹងយើងត្រូវចាំថាអ្នកណាសាងតម្កល់ចេតិយចំពោះមេដាបៃតាហើយដល់ទៅនៅការគោរពប្រមែងចតិបដិសន្ធិកើតក្នុងទីដ៏ខ្ពង់ខ្ពស់ហើយដល់ព្រមនៅការគោរពពីអ្នកដទៃមួយយ៉ាងទៀតយើងលះទ្រព្យសាងបច្ច័យដីមហាភោគោមួយទៀតមនុស្សនឹងស្លាប់ទៅកើតមកអត់ដែលកើតក្នុងតកោថោកទៀតទេកើតក្នុងតកោថ្លៃធ្នូអ្នកមានយសសក្តិតួនាទីហើយជាអ្នកបរិបូរដោយទ្រព្យធនមិនរកព្រឹកខ្វះល្ងាចមិនរកល្ងាចខ្វះព្រឹកទេហ្នឹងហើយប្រមែងបរិបូរដោយទ្រព្យធនព្រោះយើងបានលះទ្រព្យសាងទីដ៏ពងពោះសម្រាប់មេដាបៃតាយើងប៉ុន្តែបច្ច័យកន្លែងហ្នឹងតិចមិនមែនចាំដល់គាត់ស្លាប់បានធ្វើចែកដីឲ្យគាត់ហើយបានយើងមានទ្រព្យមិនមែនទេអាគាត់នៅរស់យើងធ្វើផ្ទះឲ្យគាត់នេះហត់តែយើងនេះចម្រើនទ្រព្យជាងអាធ្វើចែកដីឲ្យគាត់ទៀតតន់លោកនិយាយញោមហ្នឹងហើយម្ដាយឪពុកនៅរស់នឹងយើងសាងផ្ទះសម្បែងទីចម្រោកឲ្យគាត់ឲ្យសមរម្យខ្ពង់ខ្ពស់មិនមែនចាំដល់គាត់ស្លាប់ហើយអ្នកមកញោមម៉ានិយាយរឿងហ្នឹងវាចេះចូលរឿងពិតទេអុកញ៉ាឯកឧត្តមខ្លះម៉ែឲ្យនៅរស់រវល់ពីរឿងរស៊ីរតែពេលមកអោបថើបម្ដាយផ្ដាល់ភាពកក់ក្ដៅចំពោះម្ដាយឪពុកក៏មិនដែលមានអាផ្ទះឲ្យនៅតាមរបៀបគាត់ទៅដល់ពេលដៃខ្យល់បានខំប្រឹងនាំគ្នាមកធ្វើចែកដីអស់កន្លះលានណាអាត្មាអត់ទៅសើទេចេះចឹងអីហ្នឹងទៅសើអ្នកដែលចេះគោរពគុណប្រតិបត្តិម្ដាយឪពុកអាពេលគាត់នៅរស់មើលយើងឃើញបើថាចឹងមិនមែនថាអ្នកធ្វើចែកដីធំអត់ទៅសើគាត់អីមកទៅសើប្រវត្តិពីដើមចេះមានតកូលកសិករជនជាតិចិនម្នាក់គាត់ក្រញោមក្រណាស់ជនជាតិចិនសម័យដើមមិនមានដូចឥឡូវទេប៉ុន្តែពីមុនមកចិនក៏ជាមហាអាណាចក្រមួយដែរគ្រាន់តែបែកដូចយើងចឹងដែរដូចសម័យមហាអាណាចក្រខ្មែរក្រោយមកយើងបែកបាក់បែកពួកបែកក្រុមឆ្លោះតោះគ្នាផ្ទៃក្នុងចឹងទៅយើងបែកសាមគ្គីរហូតតាំងពីមហានគរហ្នឹងទៅជាប្រទេសតូចមួយដូចសពថ្ងៃនេះខុសគ្នាត្រង់ថាចិនពីមុនជាមហាអំណាចដែរប៉ុន្តែបែកបាក់ហើយរួមមកវិញនៅជាមហាអំណាចទឹកដីប៉ុណ្ណានៅប៉ុណ្ណឹងដែរហ្នឹងបាត់បង់ខ្លះទៅឲ្យរុស្ស៊ីតិចតួចបើយើងនិយាយពីប្រវត្តិប៉ុន្តែទឹកដីនៅទៅជាមហាប្រទេសដ៏ធំហ្នឹងរួបរวมគ្នាក្រោយរួបរวมគ្នាកុំនិយាយរឿងប្រវត្តិសាស្ត្រនិយាយរឿងប្រវត្តិចែកដីហ្នឹងអញ្ចឹងគាត់ហ្នឹងជាកូនកសិករក្រញោមក្រនៅពីអ្នកម្ដាយមេម៉ាយយាយហ្នឹងគាត់គ្មានប្តីទេមេម៉ាយនៅជាមួយកូនប្រុសហ្នឹងហើយថែរក្សាកូនហ្នឹងដល់ពេលចាស់ទៅស្លាប់
ស្លាប់ទៅកូនប្រុសនឹងមិនដឹងថារកស្អីទៅបញ្ចុះម្ដាយឲ្យបានសមរម្យដូចគេអ្នកមានគេទិញក្តារមកឈូសគេធ្វើម៉ងធ្វើអីមានរបៀបរបបស្អាតបាតបញ្ចុះម្ដាយគេស្អាតឲ្យឯងវក្ររកព្រឹកខ្វះល្ងាចរកតែបាយហូបមិនបានញោមមនុស្សចំណន់ដើមអ្នកណាក្រណាស់រកតែសពុតស្លៀកគ្មានផងដូចចុះលេកសាដកព្រាមអីគាត់ស្លៀកសពុតមួយពីអ្នកប្រពន្ធណាញោមទេផ្លាស់ប្ដូរគ្នាដោយថាប្រពន្ធចង់ចេញទៅផ្សារប្តីត្រូវពួននៅក្នុងផ្ទះព្រោះស្រាប់អាសពុតនឹងឲ្យទៅប្រពន្ធហើយបើប្តីចង់ចេញទៅរកស៊ីលីសៃរែកពុនធ្វើជាទេសកម្មករគេប្រពន្ធទៅពួនក្នុងផ្ទះប្តីយកសពុតទៅស្លៀកវិញនៅក្រដល់ម្លឹងចឹងហើយបានដូចបនកឋិនហ្នឹងគេប្រើពាក្យថាបនអនុគ្រោះលោកហ្នឹងហេតុអីបានបនកឋិនគេយករបស់សំខាន់គឺសម្ពុត3ហ្នឹងដោយសារសម័យដើមវាក្រសំបីតែសម្ពុតភ្លៀកសម្រាប់លោកហ្នឹងក៏គ្មានដែរប្រសក់ក៏ស្ទើរតែគ្មានដែរក្រណាស់ចឹងគាត់នឹងក្រញោមក្ររកព្រឹកខ្វះល្ងាចដល់ប្របាអញ្ចឹងម្ដាយស្លាប់វាមិនដឹងបានលុយឯណាទៅធ្វើម៉ងទៅទិញមកឈូសទិញអីយកមកបញ្ចុះសំបីតែរកអ្នកស្រុកមកកាប់ដីរកទីទួលឲ្យបានស្អាតបាតហ្នឹងក៏គ្មានដីបញ្ចុះដែរនៅចឹងតើអ្នកមានលុយបានអាចទិញដីទិញកន្លែងបញ្ចុះបានណាទល់សពថ្ងៃហ្នឹងណាញោមហើយដោយឥឡូវប្រជាជនរត់តែច្រើនទៀតគឺកន្លែងកប់នឹងថ្លៃណាស់សឹងតែថ្លៃជាងខុនដូយើងស្រុកខ្មែរទៀតណានៅស្រុកចិនណាកន្លែងកប់ខ្មោចមួយពិបាកណាថ្លៃណាស់ចឹងទៅអត់មានលុយទៅទិញដីគេបញ្ចុះកន្លែងសំគួរទិញបញ្ឈូសទិញក្តារអីធ្វើម៉ងអីអត់មានចឹងក៏ឃើញធ្លុកកបីមួយក្រោយផ្ទះណានឹងអាធ្លុកកបីដេកព្រឹកល្ងាចណាព្រោះមិនដឹងយកទៅដាក់ណាកប់នឹងធ្លុកកបីហ្នឹងទៅដំបងមើលម៉ានិយាយពីប្រវត្តិរកក្បាលរកកតុយរកហុងស៊ុយយកម្ដាយទៅដាក់នៅកប់នៅធ្លុកកបីហ្នឹងទៅហេតុតែសេចក្តីគោរពនិងសេចក្តីស្រឡាញ់ម្ដាយញោមទោះបីគ្មានលទ្ធភាពយកម្ដាយទៅបញ្ចុះលើកពូលភ្នំកន្លែងគេធ្វើម៉ងស្អាតបាតត្រឹមត្រូវដាក់ម្ដាយនៅកប់នៅនឹងធ្លុកកបីពិតមែនតែជាបុត្រប្រកបដោយធម៌ដល់ទៅនៅការគោរពញោមគាត់នឹងទៅថ្វាយអង្គមកន្លែងធ្លុកកបីកប់ម៉ែនឹងព្រឹកល្ងាចភ្ញាក់ពេលដេកគឺមុនចេញទៅធ្វើទាសកលគេគឺទៅថ្វាយអង្គធ្លុកកបីគឺកន្លែងកប់ម្ដាយនឹងសិនទៅថ្វាយអង្គព្រឹកងាចមកពីធ្វើការវិញចូលទៅថ្វាយអង្គកន្លែងហ្នឹងស្រាប់តែគាត់ដល់ទៅនៅការគោរពស្រឡាញ់ពីអ្នកដតីធ្វើការរស់ស៊ីចិត្តឡើងទៅជារដ្ឋមន្ត្រីធំអ្នកមានយសសក្តិទូនាទីខ្ពស់មានទ្រព្យសម្បត្តិរាប់សែនកោណចឹងអាអ្នកផ្សេងទៀតទេវាឆ្ងល់ចាអាគាត់នឹងពីមុនរកតបាយហូបមិនបានទេចុះឥឡូវមិនគួរមានអីមានម្លេះហើយចឹងក៏តាមទៅមើលតើគាត់នឹងធ្វើស្អីខ្លះសកម្មភាពប្រចាំថ្ងៃអ្នកអាហ្នឹងដែលអាត្មាអាសានិយាយថាបើឃើញគេអ្នកមានឲ្យរៀនមើលគេរៀនលួចចំណេះពីគេមិនយូរទេយើងមានណាឲ្យតែចេះចង់ដឹងចង់មាននឹងមនុស្សណាប្រកែកចង់ចេះចង់ដឹងចង់មានគឺមនុស្សហ្នឹងក្រអត់យូរចឹងទៅមើលគេធ្វើស្អីសកម្មភាពរាល់ថ្ងៃចឹងស្រាប់តែទៅមើលគាត់ព្រឹកឃើញគាត់មុនចេញទៅធ្វើការទៅថ្វាយអង្គមធ្លុកកបីហ្នឹងមកពីធ្វើការមុនចូលផ្ទះទៅថ្វាយអង្គមធ្លុកកបីហ្នឹងអត់ដឹងទេដល់ពេលសួរនាំទៅអូមិនបានគាត់ចេះទៅថ្វាយអង្គមកន្លែងធ្លុកដីហ្នឹងគឺគាត់យកម្ដាយគាត់ទៅកប់កាលដែលគាត់នៅក្រហើយគាត់អត់ហ៊ានលើកម្ដាយចេញទៅកន្លែងណាទេមិនតាន់លើកទេគឺຕົកម្ដាយនៅតែនឹងដឹងតែគោរពបូជាព្រឹកងាចប្រឹងរស៊ីដឹងតែគោរពមកវិញគោរពចេញគោរពចូលគោរពចេញគោរពចូលគោរពចឹងអ្នកស្រុកគេគិតថាអូណោះប្រហែលជាមកពីគាត់ຕົកដាក់ម្ដាយគាត់ឲ្យគោរពបូជាគុណបញ្ចុះម្ដាយគាត់ដោយល្អណាបញ្ចុះម្ដាយគាត់ឲ្យគោរពបូជាទើបគាត់រស៊ីមានថ្ងៃក្រោយមកស្រាប់តែគាត់នឹងទៅលើកម្ដាយគាត់ទៅដាក់កន្លែងសំគួរបដូរកន្លែងពីធ្លុកកបីហ្នឹងពេលដែលគាត់មានហើយគាត់ទៅដាក់កន្លែងសំគួរគាត់ទៅគោរពបូជាព្រឹកងាចទៅឲ្យការរស៊ីហ្នឹងកាន់ឡើងទៅអាអ្នកស្រុកទាំងអស់ហ្នឹងគេឃើញអញ្ចឹងថ្ងៃក្រោយឪពុកម្ដាយគេស្លាប់គេខំប្រឹងទៅទិញដីលើកពូលភ្នំមកគាត់មួយនោះទៅទិញដីលើកពូលភ្នំដាក់ម៉ែនៅលើកពូលភ្នំមកបើដាក់ឲ្យវាអត់គោរពវរស៊ីកាន់តែក្រកាន់តែដាក់ទៅឆ្ងល់ទេអញយកម៉ែអញទៅដាក់ដល់កពូភ្នំអាមួយនេះវាដាក់ទៅនៅផ្លុកកបីមិនវរស៊ីមានអញលើកម៉ែអញដាក់ដល់កពូភ្នំអញនៅតែក្រអាហ្នឹងដែលអាត្មាធ្លាប់និយាយថាបើសិនយើងមិនប្រឹងមិនធ្វើខ្លួនយើងឲ្យបរិសុទ្ធមិនប្រឹងរស់ស៊ីមិនចេះរក្សាទ្រព្យមិនសែបគប់សັບអរោះអ្នកដែលនាំយើងទៅកន្លែងចម្រើនទោះបីយើងជឿទៅលើថ្ងៃខែឆ្នាំឬយកធាតម៉ែទៅចងដាក់លើកពូលចែកដីទៀតក៏វានៅតែក្រដែរ